បាទសួស្តីបងប្អូនអរគុណថ្ងៃនេះគឺខ្ញុំមានដៃណែបាទម្ហូបពិសេសមួយប្រភេទដែលគ្រប់គ្នាដែលហៅថាគោឡើងភ្នំនឹងអីអញ្ចឹងណាបាទហើយទាក់ទងជាមួយនឹងគោឡើងភ្នំនេះគឺបាទធ្វើចេញពីបន្លែបាទធម្មជាតិដែលដាំដុះដោយខ្លួនឯងជាមួយនឹងបាទសាច់គោដែលយើងបាទលក់រាល់ថ្ងៃនឹងបងប្អូនណាបាទហើយយើងកុំភ្លេចផងដែរជាមួយនឹងការរៀបចំទុកបាទជូនបងស្រីបាទដែលគ្រួសារមួយដែលខ្ញុំធ្លាប់និយាយប្រាប់អ្នកទាំងអស់គ្នាថាបាទមានគ្រួសារបាទសមាជិកចំនួន5នាក់ប៉ុន្តែគ្រាន់តែម្នាក់ទេហើយមានអ្នកនឹងមានគ្រួសារបែកទៅឆ្ងាយបាត់ហើយនៅឡើយតែបាទ4នាក់នឹងគឺដូចសັບតៅវ៉ៅទីតុយបាទបងប្អូនបាទ4នាក់ត្រសងគ្នាបាទមិនដឹងក្បាលមិនដឹងកតុយនឹងឯងបងប្អូនណាបាទគឺបាទពួកគាត់ទាំង4នាក់ហ្នឹងគឺនៅក្នុងភូមិអន្លង់ព្រីងឃុំប្រឡាយស្រុកស្ទឹងខេត្តកំពង់ធំបងប្អូនបាទពិតជាបាទព្រមលិខិតបាទពិតមែនបាទកំណត់មកឲ្យពួកគាត់ហ្នឹងគឺជុំគ្នាតែម្ដងបាទគឺពិបាកមែនទែនមិនដឹងថាអ្នកណាយកអ្នកណាបាទដូចខ្ញុំបញ្ជាក់អញ្ចឹងបងប្អូនណាកាលមុនដែលខ្ញុំបង្ហាញវីដេអូបងប្អូនទាក់ទងជាមួយនឹងបាទហែសពហ្នឹងបងប្អូនពៅបានម្លងបានមួយថ្ងៃក៏បាទបងប្អូនទី2ហ្នឹងបន្ទាប់ពីពៅហ្នឹងទៅទៀតបាទនេះនៅហ្នឹងគឺនៅទីបាទទី1ហើយនឹងទីបាទ3បាទទី2ហ្នឹងគឺគាត់ត្រឹមត្រូវគាត់ចេះដឹងអញ្ចឹងបងប្អូនណាបាទអញ្ចឹងគឺពិបាកខ្លាំងមែនទែនបងប្អូនហើយនិយាយរួមទៅគឺថាខ្ញុំទៅកំសត់វេទនាណាបាទតែជីវិតពួកគាត់គឺលើសនឹងគុណនឹង100ដងបាទដោយសារអីមកអីបាយគេគេណាមួយទៀតណាបងបាយដាច់ណាស់អត់រួចទេដល់ចូលហើយដល់អត់រួចទេនេះយកបងបាយនៅយកនេះគេយកសុបទៅគោមកឲ្យទៅគោមកមកនេះបងនេះអូខេអូខេពីសួនដល់ហ្នឹងយកនេះគ្រួសារនៅក្នុងសមាជិក6នាក់ហើយក្នុងនោះមានតែម្នាក់គត់ដែលមានសតិគ្រប់គ្រាន់ហើយ5នាក់គឺសតិអត់គ្រប់គ្រាន់ហើយរស់ដោយកូនចាឪពុកម្ដាយស្លាប់ចោលយូរហើយបាទរស់រងថ្ងៃហើយអ្នកដែលនៅក្នុងវីដេអូនេះគឺពៅគេបាទគាត់អត់គ្រប់ទឹកទេដើរចាប់ទៅសក់ដល់សាយដាក់មីដាក់ផ្កាអញ្ចឹងណាហើយប៉ុន្តែគ្រាន់បានទៅវត្តទៅអីយកបាសឲ្យបងឈឺនៅផ្ទះ2នាក់ស្រីហើយម្នាក់ប្រកេបប្រកាពិការអញ្ចឹងណាហើយម្នាក់ទៀតហ្នឹងគឺអត់ដឹងអីទេពីរួមទៅគឺសតិអត់គ្រប់គ្រាន់រស់ដោយកូនចាបក្រោមសម្បុកដល់រងាអញ្ចឹងបងប្អូនណាបាទអញ្ចឹងបានថាពេលខ្លះយកទៅអត់ព្រមលិខិតគឺពិបាកថាមែនតើចូលរងឲ្យបានបាយកឲ្យញ៉ាំបងដឹងអត់ទាំងអស់គ្នាគាត់អត់មានជាពាក្យទេប៉ុន្តែគ្រាន់ថាជីវិតនៃការរស់នៅបាទក្បាលកតុយមិនដឹងឯណាអញ្ចឹងបងប្អូនណាបាទហើយឥឡូវមកត្រូវមានជំងឺប្រចាំកាយទៀតអញ្ចឹងបាទពួកគាត់អត់មានប្តីមានប្រពន្ធទេបងប្អូនណាដោយសារតែស្មានទោសបាទស្មារតីគាត់មិនគ្រប់គ្រាន់ដល់ពេលអញ្ចឹងទៅបាទក៏ពិបាកដែរទោះបីគេចង់បានគាត់ក៏គាត់មិនដាក់យកគេដែរអញ្ចឹងណាបងប្អូនណាបាទអញ្ចឹងទៅក៏ធ្វើឲ្យបាទពួកគាត់រស់នៅជុំបងប្អូនដូចទីទុយអញ្ចឹងបងប្អូនណាបាទប៉ុន្តែបាទជាកសលនោះគឺ2នាក់បានទៅចោលពួកគាត់ហើយអានេះនៅទី2ទី1និងទី3បាទអញ្ចឹងគឺស្រីទាំង2ហើយទី3នោះពេលខ្ញុំទៅគឺគាត់អត់នៅផ្ទះទេព្រោះដោយសារតែគាត់ត្រូវចេញទៅបាទតាមផ្ទះអ្នកភូមិបាទដើម្បីជួយធ្វើការកិច្ចការគេខ្លះអញ្ចឹងគឺគេឲ្យបានញ៉ាំប៉ុន្តែគាត់នឹងក៏ស្មារតីមិនគ្រប់គ្រាន់ដែរហើយថែមទាំងពិការទៀតអ្នកដែលទៅណាបងស្រីនេះដោយសារគាត់ឈឺបានជាគាត់នៅផ្ទះបាទគាត់ដេកឈឺជំងឺហើយមិនដឹងថាបាយទឹកឯណាអង្គឯណីទេបងប្អូននិយាយរួមទៅគឺកំសត់ខ្លាំងតែម្ដងបងប្អូនមានដែរគឺដីគេក៏ពុកម្ដាយរបស់គាត់ដែលបានស្លាប់ចោលរាប់ឆ្នាំទៅហើយណាបាទគឺមានហ្នឹងហើយខំនាំបងប្អូនដាំចេកដាំអីអញ្ចឹងណាបងប្អូនបាទអញ្ចឹងទៅគឺបាទរស់គេហៅថារស់មួយថ្ងៃទៅមួយថ្ងៃអញ្ចឹងបងប្អូនណាបាទគេហៅថារស់កំដរសេចក្តីស្លាប់តែប៉ុណ្ណោះមិនដឹងថាអត្តន័យជីវិតបាទភាពរីកចម្រើនក៏ដូចជាបាទអនាគតយ៉ាងម៉េចគឺយើងអត់ដឹងបងប្អូនណាបាទគឺពួកគាត់អត់ដឹង